សូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់ selection pseudo class របស់ CS ដើម្បីធ្វើការផ្លាស់ប្ដូរលក្ខណៈនៃការ select អត្ថបទជាឧទាហរណ៍យើងមានអត្ថបទបែបនេះនៅពេលដែលយើង select ទៅលើពាក្យឬក៏ប្រយោគណាមួយយើងនឹងឃើញវាមានលក្ខណៈនៃការ select បែបហ្នឹងអក្សរដែលយើង select មានពណ៌សចំណែកឯ background របស់វាមានពណ៌ខៀវតាមរយៈការប្រើប្រាស់ selection pseudo class របស់ CS យើងអាចធ្វើការផ្លាស់ប្ដូរលក្ខណៈនេះបានដូចជាយើងបដូរពណ៌អក្សរដែលយើង select ឲ្យទៅជាពណ៌ក្រហម background ដែលយើង select ឲ្យទៅជាពណ៌ខ្មៅគឺយើងអាចធ្វើការផ្លាស់ប្ដូរបានឧទាហរណ៍ខ្ញុំមាន file HTML មួយដែលមានរចនាសម្ព័ន្ធកូដខ្លីបែបនេះឯងក្នុងនេះខ្ញុំមាន paragraph មួយខ្ញុំមាន div មួយខ្ញុំចង់ដាក់លក្ខខណ្ឌថានៅពេលណាដែលយើង select ទៅលើ paragraph ឲ្យអក្សរដែលយើង select មានពណ៌ក្រហមចំណែកឯ background របស់វាមានពណ៌ប្រផេះឬក៏នៅពេលដែលយើង select ទៅលើ div មួយនេះឲ្យពណ៌អក្សរទៅជាពណ៌បៃតងចំណែកឯ background របស់វាទៅជាពណ៌ខៀវជាដើមបាទគឺដើម្បីធ្វើការផ្លាស់ប្ដូរលក្ខណៈនៃការ select នេះគឺយើងប្រើ selection pseudo class គឺយើងសរសេរបែបនេះបល colon មកហើយ selections កាលណាយើងសរសេរបែបនេះដោយមិនមានប្រើ selector បានន័យថាយើងយកគ្រប់ការ select ទាំងអស់ដែលមាននៅលើ page ហ្នឹងយើង select ទាំង paragraph select ទាំង div គឺសុទ្ធតែចេញពណ៌ឬក៏ចេញអក្សរ background ដូចគ្នាចេញពណ៌ background ដូចគ្នាឧទាហរណ៍ខ្ញុំដាក់ថា color ឲ្យវាទៅជាពណ៌ក្រហមចំណែកឯ background ទៅជាពណ៌ស្ទើរខ្មៅជាបែបនេះបាទសរសេរហើយ save វារួចយើងទៅមើលលទ្ធផលរបស់វាឧទាហរណ៍យើង select ទៅលើ paragraph នេះយើងឃើញថាអក្សរពណ៌ក្រហមចំណែកឯ background របស់វាគឺស្ទើរខ្មៅ select ទៅលើ div នេះដូចគ្នាបើសិនជាយើងសរសេរលក្ខណៈបែបនេះឧទាហរណ៍ខ្ញុំដាក់ថា p ចឹងមានន័យថាឲ្យតែយើង select អត្ថបទរបស់ p គឺអក្សរហ្នឹងនឹងចេញពណ៌ក្រហម background របស់វាពណ៌ខ្មៅខ្ញុំអាចសរសេរថែមមួយទៀតទៅលើ div បាទ selection អក្សរពណ៌បៃតង green ចំណែកឯ background យើងអាចយកពណ៌នៅខាងទំនងតិចឧទាហរណ៍ពណ៌នេះចា៎យើង save រួចទៅមើលលទ្ធផលសារជាថ្មី refresh នៅពេលដែលយើង select paragraph យើងឃើញវាមានលក្ខណៈពណ៌បែបហ្នឹងប៉ុន្តែនៅពេលដែលយើង select ទៅលើ div នេះយើងឃើញវាមានពណ៌ផ្សេងអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរលក្ខណៈនៃការ select អក្សរហ្នឹងតាមរយៈនៃការប្រើ selection pseudo class បានប៉ុន្តែបើសិនជាយើងមើលជ្រៅជាងនឹងតិចទៀតឧបមាថាខ្ញុំបើកវាជាមួយនឹង Mozilla Firefox ហើយយើងសាកល្បង select ដូចគ្នាយើងឃើញថាអត់មានការផ្លាស់ប្ដូរទេវានៅតែរក្សាភាពដើមរបស់វាដដែលអក្សរដែលយើង select ពណ៌ស background ពណ៌ខៀវដដែលអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះគឺយើងប្រើ vendor prefix ពីព្រោះ pseudo class នេះគឺមិនទាន់ support បានគ្រប់ browser នៅឡើយទេអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងគឺយើងប្រើ vendor prefix អញ្ចឹងយើងអាចសរសេរ p mouse selection លក្ខណៈបែបនេះបានន័យថា mouse គឺជា Mozilla Firefox សម្រាប់ដើរនៅលើ Mozilla Firefox browser អក្សរពណ៌ក្រហមបាទ red background ពណ៌ខ្មៅស្ទើរចំពោះ div ដូចគ្នា mouse selection បាទ color យើងដដែល green background បាទ 7B 8B ហើយនឹង 4A save រួចយើងទៅមើលលទ្ធផល reload page ហើយយើងសាកល្បង select
ចឹងយើងឃើញថាវាមានការប្រែប្រួលមានការផ្លាស់ប្ដូរដូចគ្នាទៅនឹង Google Chrome ដែរអញ្ចឹងសរុបមកវិញគឺដើម្បីធ្វើការផ្លាស់ប្ដូរលក្ខណៈនៃការ select គឺយើងអាចប្រើ class មួយដ៏ងាយណាគឺ pseudo class របស់ CS គឺ selection